នៅខាងក្រោយខ្ញុំនេះគឺជារថយន្តអគ្គិសនីដែលបង្កើតឡើងដោយខ្មែររបស់យើងតែម្ដងបងប្អូននេះជាគម្រោងមួយដ៏អស្ចារ្យដែលគាត់បានមានគំនិតច្នៃប្រឌិតរថយន្តអគ្គិសនីឡើងហើយអាចប្រើប្រាស់បានធន់ថែមទាំងមានភាពខ្លាំងទៀតផងបងប្អូនជំរាបសួរលោកគ្រូបាទរថយន្តមួយនេះគឺផលិតឡើងដោយប្រើអគ្គិសនីមែនទេលោកគ្រូបាទតើលោកគ្រូមានគំនិតយ៉ាងដូចម្ដេចដែរដើម្បីថាឥឡូវយើងថាដើម្បីបង្កើតបានជារថយន្តមួយនេះបាទតើតើនឹងកំណត់ដែលខ្ញុំចង់បង្កើតរថយន្តមួយនេះទីមួយកាត់បន្ថយប៉ះពាល់បរិស្ថានទី2សម្លេងរំខានបាទទី3ចំណាយតិចបាទចុះតាក់ទងជាមួយបច្ចេកទេសអីលោកគ្រូមានបច្ចេកទេសមកពីខាងណាដែរបាទតាក់ទងនឹងបច្ចេកទេសគឺយើងផ្សំគ្នាទីមួយយើងបានទៅរៀននៅដល់ស្រុកចិនមួយទៀតបានទៅរៀនមួយក្រុមហ៊ុន Hyundai បាទហើយនឹងក្រុមហ៊ុន Toyota ផ្សេងទៀតអញ្ចឹងយើងយកមកយើងច្បាច់បញ្ចូលគ្នាដើម្បីផលិតវាឡើងតែយើងយក model របស់ប្រទេសណាមួយឬក៏យើងគំនិតខ្លួនឯងផ្ទាល់តែម្ដងលោកគ្រូតាក់ទងនឹងរថយន្តនេះគឺដំបូងឡើយគឺយើងធ្វើជា pick up ក៏ប៉ុន្តែ pick up របស់យើងធ្វើដោយដៃគេធ្វើដោយធម្មតារៀងតែធ្វើដោយដៃគឺមិនសូវស្អាតដូចជារោងចក្រដែលគេផលិតមកទេបាទទាំងអស់នេះគឺយើងផលិតដោយដៃមែនទេលោកគ្រូបាទដោយដៃបាទអញ្ចឹងអានេះអីយើងមិនវាដោយដៃហើយអានេះអីយើងបាញ់ពណ៌ដោយដៃដែរមែនទេដោយដៃទាំងអស់បាទលោកគ្រូអាចបើកអានេះមើលបន្តិចបានទេលោកគ្រូបាទនៅកន្លែងនេះគឺមានអីគេខ្លះអត់មានអីទេលោកគ្រូអានេះកម្រងទុកដាក់អីលោកគ្រូតើតើនឹងកម្រងរបស់ខ្ញុំទុកដាក់អីវ៉ាន់ខាងមុខនេះដាក់អីវ៉ាន់បាទយើងគ្របទៅមានន័យថាធម្មតា pick up គឺខាងក្រោយយើងដឹកអីវ៉ាន់បាទខាងមុខគឺយើងមានម៉ាស៊ីនបាទក៏តែអាចន្លោះដែលម៉ាស៊ីនដែលចោលតទេនេះអាគុយក៏យើងអាចដាក់នៅនឹងដែរប្រព័ន្ធបញ្ជាក៏យើងអាចដាក់ដែរគឺយើងទុកដាក់អីវ៉ាន់សុទ្ធតែមិនឲ្យទឹកភ្លៀងជាទូទៅដូចជាបើសិនជារថយន្តយើងធម្មតាគឺមានម៉ាស៊ីនណាបងប្អូនប៉ុន្តែបើសម្រាប់រថយន្តមួយនេះគឺតទេស្អាតតែម្ដងហើយបើរថយន្តអគ្គិសនីក៏គេមានដាក់គ្រឿងរបស់គេនៅខាងមុខនេះដែរបាទប៉ុន្តែដែលឡែកសម្រាប់រថយន្តអគ្គិសនីដែលលោកគ្រូបង្កើតនេះគឺអត់មានដាក់នៅខាងមុខនេះទេដាក់នៅកន្លែងណាវិញលោកគ្រូបាទដាក់នៅខាងក្រោយតើយើងទៅមើលតិចមើលលោកគ្រូបាទយើងមានម៉ូទ័ររបស់យើងគឺកម្លាំង3500វ៉ាត់3500វ៉ាត់នៅខាងក្រោយនេះលោកគ្រូនេះបាទនោះម៉ូទ័រនោះបាទហើយម៉ូទ័រនេះអាចអូសទាញហើយដឹកទំនិញបានទៅដល់500គីឡូធ្ងន់ដែរបាទ500គីឡូអញ្ចឹងតកតងនឹងអាគុយរបស់យើងគឺយើងប្រើ6គ្រាប់72វ៉ុលគ្រាប់72វ៉ុលអាគុយដាក់នៅកន្លែងណាលោកគ្រូអាគុយយើងដាក់នៅខាងក្នុងពីព្រោះយើងកុំឲ្យទឹកភ្លៀងបាទអញ្ចឹងអាគុយរបស់យើងគឺយើងបង្កើតយើង design មកគឺឲ្យវាតូចហើយរសជាតិរាងស្រាលបាទនេះអាគុយហើយនឹងប្រព័ន្ធ control បាទអាគុយនៅខាងក្នុងណាបាទអាគុយយើងដាក់នៅខាងក្នុងបាទអញ្ចឹងប្រព័ន្ធ control របស់វាគឺសាមញ្ញទេបងតើតើនឹងអាហ្នឹងប្រហែលលោកគ្រូ6គ្រាប់ទេ6គ្រាប់រថយន្តនេះតំទម្ងន់ខ្លួនហើយនឹងទម្ងន់ដឹកបាទអញ្ចឹងទាំងខ្លួនទាំងដឹកបាន1តោនយល់ដំបូងទាំងខ្លួនទាំងដឹកបាន1តោនខ្លួនវានេះទម្ងន់ប៉ុន្មានលោកគ្រូ500គីឡូហើយ500គីឡូដែរធ្ងន់ដែរតាប៉ុន្តែវាអត់សូវមានម៉ាស៊ីនប៉ុន្តែវាក៏ធ្ងន់គួរសមដែរដោយសារយើង design មកដែកសុទ្ធដែកទាំងអស់តែទៅដែកហ្នឹងគឺទីមួយយើងងាយស្រួលក្នុងការពុតបត់បែនប៉ុន្តែបើសិនតែយើងតាក់ទងនៅ version 2របស់យើងបើយើងអាចផលិតទៅបានយើងអាចធ្វើចាក់ជាស្មាច់ស្រាលហើយងាំបាទនេះមានប្រហែលលេខដែរលោកតាក់ទងនឹងលេខបរិយន្តនេះមាន2មានទៅមុខហើយនឹងថយក្រោយទៅមុខថយក្រោយហើយនឹងមួយទៀតអាចចុះអាសអិននេះអានេះបានបាទនឹងនៅបាទចោះចតឬក៏រុញបានហើយមានលក្ខណៈពិសេសមួយទៀតដឹកទំនិញបាន500គីឡូហើយយើងអាចឡើងភ្នំបានមានលេខពិសេសរបស់យើងមួយទៀតអញ្ចឹងបាទមានលេខពិសេសរបស់យើងមួយទៀតយើងកាច់មកគឺលេខកម្លាំងបាទលេខកម្លាំងអាហ្នឹងធ្វើគេហៅ turbo ហ្នឹងមែនទេអត់ទេបងអត់ទេតាក់ទងនឹងកម្លាំងហ្នឹងគឺមានន័យថាបើសិនជាយើងរត់យើងប្រៀបធៀបពីមេកានិកឧទាហរណ៍ឡានយើងមានលេខ1លេខ2លេខ3លេខ4លេខ5បាទអញ្ចឹងល្បឿនរបស់វា60គីឡូម៉ែត្រក្នុងម៉ោងល្បឿនកាលថាយើងទាញ speed នឹងចេញមកមានថា gear box វាធ្វើការរត់បានទៅ10ទៅ15គីឡូទេល្បឿនក៏តែខ្លាំងបងប្អូនខ្ញុំនាំបងប្អូនមកមើលរូបរាងរបស់ឡាននេះបន្តិចបងប្អូនណានេះ zip កូនកាត់មែនទេលោកគ្រូស្តៀងរយប៉ុន្តែខាងក្រោយដាក់អីដាក់ទូដាក់ pick up នេះដាក់ធុងសម្រាប់យើងដឹកអីវ៉ាន់មែនទេប៉ុន្តែបងប្អូនមកមើលខាងមុខទេបងប្អូននេះហើយលោកគ្រូកន្លែងនេះវាដូចជាស្តៀងនេះ Defender បាទ Defender មកកាត់មុខនេះយើង design ប្រហែល Defender បណ្ណាមុខនេះ design ទៅជាលក្ខណៈរយវិញបាទបងប្អូនឥឡូវតិចទៀតខ្ញុំសាករថយន្តមួយនេះថាតើវាមានកម្លាំងខ្លាំងប៉ុណ្ណាហើយវាល្អពិសេសប៉ុណ្ណាអាយ៉ាបងប្អូនឥឡូវខ្ញុំសារហើយណាបាទនេះឥឡូវខ្ញុំអត់ទាន់ហ៊ានជន់ខ្លាំងទេខ្ញុំជន់តិចទេ
អូដែលឡែកជាកូននេះអានេះយើងមេកានិកបាទយើងបត់ធម្មតាបាទយើងបត់ធម្មតាបាទបងប្អូនជន់ទៅបន្តិចទេបងប្អូនទៅវតែម្ដងព្រោះតាក់ទងជាមួយរថយន្តនេះវាដូចជាយើងមានសម្លេងតិចដែរព្រោះណានៅពេលដែលយើងបើកហ្នឹង បាទតាក់ទងនឹងរថយន្តនេះរឿងសម្លេងទីមួយដោយសារវាដាច់សុទ្ធបាទអញ្ចឹងបន្ទាប់មកគ្រឿងក្រោមរបស់វាយើង design មកឲ្យវាមានភាពរឹងមាំបាទដឹកបានធ្ងន់អញ្ចឹងទីទៅយើងប្រើទៅលើទៅទៀតបាទអញ្ចឹងឥឡូវយើងឡើងលើផ្លូវធំហើយលោកមែនទេបាទអញ្ចឹងនេះផ្លូវធំហើយបងប្អូនបាទរៀងលើសំឡេងតិចបងប្អូនចេញទៅតែល្បឿនគួរសមដែរបងប្អូនអូបាទនេះបងប្អូនឥឡូវនេះពួកខ្ញុំបានត្រឡប់មកវិញហើយដើរលេងជុំវិញទីក្រុងមិញជិះរថយន្តអគ្គិសនីជាមួយលោកគ្រូសម្រាប់គម្រោងទៅថ្ងៃក្រោយតើលោកគ្រូមានគម្រោងនឹងអភិវឌ្ឍវាបន្តបែបណាដែរលោកគ្រូសម្រាប់រថយន្តមួយនេះអូខេតើតើនឹងរថយន្តអគ្គិសនីរបស់យើងនៅថ្ងៃខាងមុខខ្ញុំនឹងបង្កើតឬក៏បើសិនជាមានគេហៅបណ្ដាញគោលសហការយើងទៅអាប់ដេតវាអាប់ដេតហ្នឹងគឺមានន័យថាយើងផលិតមួយទៀតឲ្យតាក់ទងនឹងកម្លាំងខ្លាំងជិះបានឆ្ងាយហើយតម្លៃធូរបាទរថយន្តមួយនេះនៅពេលដែលលោកគ្រូធ្វើឡើងថ្ងៃក្រោយលោកគ្រូធានាថាតើតម្លៃវាអាចនឹងសមរម្យសម្រាប់យើងជិះក្នុងការដែលយើងធ្វើការឬក៏អាចជាប្រភេទដឹកទំនិញដែរបាទតាក់ទងនឹងរថយន្តថ្លៃក្រោយយើងមានកំណត់ទៅលើ3 version ទី1គឺយើងទេសចរកំសាន្តនៅក្នុងឧទាហរណ៍ថានៅក្នុងកន្លែងទេសចរណាមួយយើងអាចដឹកយើង design ប្រភេទយើងដឹកភ្ញៀវទេសចរដើរជុំវិញបាទមួយទៀតយើងធ្វើលក្ខណៈដឹកអីវ៉ាន់មាន2រូបភាពទី1យើងធ្វើលក្ខណៈជា pick up មួយទៀតធ្វើលក្ខណៈដូចជាដូចតាមវិជាកសិករគាត់ត្រូវការដឹកអញ្ចឹងធ្វើដូចជាម៉ាត់ហើយដូចជាឡានបែនអញ្ចឹងបាទដូចជាឡានបែនអញ្ចឹងអញ្ចឹងអគ្គិសនីហើយយើងអាចបែនបានទៀតបាទគួរបញ្ជាក់ថារថយន្តដើរដោយថាមពលអគ្គិសនីនេះត្រូវបានកែច្នៃបង្កើតឡើងដោយក្រុមសាស្ត្រាចារ្យមួយក្រុមមកពីវិទ្យាស្ថានភូបច្ចេកទេសតេជោសែនសាខាតាកែវ